នឹងអត់ទៅរៀនអត់ទៅអីឲ្យមកនៅក្នុងដាំពេញហ្នឹងអោព្រះព្រះអើយអូហើយកូនឯងអត់ទៅរៀនអត់ទៅអីទេកូនអត់ទេហើយស្មាននឹងឲ្យអត់ទៅរៀនអត់អីចូលមកចូលរៀនគេចូលរៀនអស់ហើយកូនណាមកនេះហើយមកនៅហើយដៃនឹងបក់រកអីត្រូវការលុយអូលុយតែអត់មានលុយអត់ទៅរៀនទេអត់ចេះអាណិតម្ដាយដែលទៅដេបានតែ20រៀលទៅរកទៅយកមកបានផ្ទេឲ្យម្ដងមកសុំស្រួលមែនតើឥឡូវបើអត់មានលុយគេផ្សេងទៀតទៅរៀនហ្នឹងគេមានលុយរហូតហើយទៅខ្ញុំមកវាអត់មានលុយសោះអញ្ចឹងយកអត់ទៅទេបើមិនអស់លុយអត់ទៅទេឥឡូវឲ្យ5រៀលបានណាអត់ទេ5រៀលក៏អត់យកដែរអូយលោកឯងលោកខ្ញុំដល់តែ10រៀលបានគ្រប់ឥឡូវណាហើយទៅអត់មានកិច្ចសាលាទេអត់ទេទៅចូលសាលាទៅគ្រូខលម៉ែអត់បានទេកូនចាចាំទៅសាលាអូខេអូយទៅចាំហើយតែប៉ុណ្ណេះបានហើយអរគុណឥឡូវទៅហើយអញ្ចឹងបាន10ដុល្លារតែប៉ុណ្ណេះបានមកកញ្ចប់ទៀតហើយ10ឆ្នាំកន្លងមកចុះសិកាក៏បានរៀបការហើយមានកូនស្រីមួយឈ្មោះរបេកានាងក៏បានស្គាល់ព្រះហើយក៏ចុះសិកាក៏បានដើរតាមព្រះផ្លូវដ៏ល្អព្រះបានបំផ្លាប់បំប្រែគ្រួសារទាំងអស់គ្នានឹងឲ្យបានស្គាល់ផ្លូវដ៏អស្ចារ្យគឺជាផ្លូវរបស់ព្រះយេស៊ូវគ្រីស្ទដូច្នេះហើយគឺយើងតាមដានរឿងនេះតទៅទៀតថ្ងៃនេះខ្ញុំសប្បាយចិត្តមែនតើព្រោះអីថ្ងៃនេះជាថ្ងៃព្រះអង្គមានប្រសូតគឺថាសួស្តីបុណ្យណូអែល2025ខ្ញុំសប្បាយចិត្តមែនតើជាថ្ងៃដ៏ special ហើយយើងតែអបអរសាទរថា Merry Christmas ហើយដូច្នេះគ្រប់ព្រះវិហារទាំងអស់យើងជាអ្នកគ្រីស្ទានតែធ្វើបុណ្យនេះគឺដើម្បីរំលឹកពីកំណើតរបស់ព្រះយេស៊ូវមិនមែនគ្រាន់តែសប្បាយឬក៏កាដូនោះទេចាដូច្នេះខ្ញុំអរគុណព្រះមុនដំបូងដែលខ្ញុំកើតនៅក្នុងគ្រួសារអ្នកជឿព្រះបណ្ដាខ្ញុំគឺជាស្ត្រីកបព្រះហើយគាត់តែបង្រៀនខ្ញុំរាល់ថ្ងៃគឺអានព្រះគម្ពីរមួយជំពូកចាហើយថ្ងៃនេះខ្ញុំមានគម្ពីរដែលខ្ញុំនឹងអានគឺសាស្តាជំពូក3ចាហើយនៅទំព័រ887គឺនៅព្រះគម្ពីរបរិសុទ្ធដែលបោះពុម្ពឆ្នាំ1954ចា1954ពួកឯងសភៅកពីខ្លះច្រើនណាស់តែយើងត្រូវតែរកកពីណាដែលត្រឹមត្រូវដែលបកប្រែដែលត្រឹមត្រូវខ្ញុំសប្បាយចិត្តតែម្នាក់ម្ដាយខ្ញុំតែបង្រៀនឲ្យខ្ញុំតើកពីណាខ្ញុំត្រូវមើលកាលណាយើងមើលកពីខុសជំនឿយើងក៏ខុសដែរចាដូច្នេះខ្ញុំអរគុណហើយបើឪខ្ញុំវិញគឺថាគាត់ចាស់មែនតែគាត់ស្រឡាញ់ការងារព្រះណាថ្ងៃម៉ែខំបម្រើព្រះអង្គចាខ្ញុំនឹងអានសាសនាចាជំពូក3ព្រះគម្ពីរសាស្តាជំពូក3ខ1ទៅដល់ខ4នៅទំព័រ887ខ1មានពេលសម្រាប់គ្រប់ទាំងអស់គឺមានពេលសម្រាប់គ្រប់ការដែលចង់ធ្វើនៅក្រៅនេះខ2មានពេលសម្រាប់កើតមកនិងពេលសម្រាប់ស្លាប់ទៅមានពេលសម្រាប់ដាំនិងពេលដករបស់ដែលបានដាំនោះខ3មានពេលសម្រាប់សម្លាប់ហើយពេលសម្រាប់មើលឲ្យជាមានពេលសម្រាប់រលំរំលាយហើយពេលសង់ឡើងខ4មានពេលយំនិងពេលសើចមានពេលសម្រាប់សោយសោកនិងពេលសម្រាប់លោតកញ្ឆេងអាមែនខទាំង4នោះគឺល្អណាស់គឺមានអត្ថន័យល្អហើយណាមួយទៀតអ្នកម្ដាយខ្ញុំគាត់ឆ្លាតណាស់ចាគាត់មានអំណោយជាក្នុងការតែងចម្រៀងដកស្រង់ក្នុងកាពីនឹងចាខ្ញុំនឹងអានចម្រៀងដែលគាត់បាននិពន្ធចាគឺថាខ្ញុំសប្បាយចិត្តមែនទែនគឺថាខ្ញុំរកមិនបានទេម្ដាយខ្ញុំល្អណាស់ស្អាតទាំងរូបចំណេះពេញខ្លួនហើយសំខាន់ស្ត្រីដែលកោតខ្លាចព្រះសំខាន់មែនតើចាគាត់តែងកំណត់បងប្អូនព្រោះមែនតើចាអ្នកម្ដាយមកដល់បាត់អរគុណព្រះអង្គស្រីអ្នកម្ដាយនេះខ្លួនឯងធ្វើអីហ្នឹង
ចាអ្នកម្ដាយខ្ញុំថ្ងៃនេះខ្ញុំមើលកាពីសាសនា អូកូនឯងមើលកាពីសាស្តាហ៎ ចាចំ តើ ពោះ កាពីសាស្តាមានអត្ថន័យអត្ថរសនិងអត្ថរូបយ៉ាងម៉េចដែរកូនស្រីម្ដាយ ពេលវេលាផ្លាស់ប្រែ អូពេលវេលាផ្លាស់ប្រែ ចា ពេលកូនឯងដឹងទេនៅក្នុងកាពីសាស្តាចំពោះ1ខ3ខ4ហ្នឹងណា ចា គឺថាមានការតេតួងនឹងជីវិតម្ដាយ ចា ចាហើយពេលព្រោះពេលវេលាផ្លាស់ប្រែទី1ចំពោះជីវិតម្ដាយណាកូន ចា គឺថាស្អីទាំងអស់តែងតែផ្លាស់ប្រែ ចា ទាំងពេលវេលាទាំងការរស់នៅស្អីក៏ផ្លាស់ប្រែដែរជីវិតមនុស្សយើងក៏ផ្លាស់ប្រែទាំងអស់ក៏ប៉ុន្តែព្រះបន្ទូលព្រះអត់ដែលផ្លាស់ប្រែទេ អាមែនអរគុណព្រះអង្គ នឹងទី1ណា ចាចា ទី2ព្រះជីវិតម៉ាក់ហើយនឹងប៉ាកូនឯង ចា ជាមនុស្សអាក្រក់មែនទែន អូខ្ញុំអត់អាចដឹងសោះ អត់ដឹង ឃើ ទេ ញ កូ តែ ន ម្ដាយល្អរាល់ថ្ងៃ ចាព្រោះជីវិតពីដើមមកគឺថាម្ដាយជាមនុស្សដែលថាមិនក្មេងទំនើងណាចាទៅកិច្ចសាលាហើយអូធ្វើបាបម្ដាយមែនទែនយ៉ាទេតលុយហើយយកទៅជក់អាភានញៀនកឆាយអញ្ចឹងណាចាហើយបើលពុកកូនឯងវិញធ្វើមេគេទៅដល់លួចគេទៀត អូលោកឪ ចាលួចទៅឯងក៏ប៉ុន្តែដឹងចាំមិនទេនៅពេលដែលបានទទួលជឿព្រះហើយព្រះបដូរព្រួយភ្លាមបដូរព្រួយពីភាពងងឹតមកមានពលឺ អេមែនអរគុណព្រះ ចា ចា ដល់ទី3បានល្អមែនទែន ចា គឺលពុកឯងគឺជាអ្នកដើរផ្សាយដំណឹងល្អទៅនៅនឹងពួកដែលមនុស្សដើរខុសពីដើរមកដោយលពុកម្ដាយអញ្ចឹងណា ចាចា ចាគាត់ដើរតែផ្សាយដំណឹងល្អហើយម្ដាយអរគុណព្រះអង្គដែរដែលព្រះអង្គប្រទានអំណោយទានច្រើនដែរដើម្បីបម្រើព្រះណា អាមែន មាន3ខនឹងឯង ចាអរគុណ ដឹង ព្រះ ទេ អង្គ ចា ចាចា ឡោះហើយនៅក្នុងកាពីនឹងតាកតួងនឹងជីវិតម្ដាយណា ចា ហើយដឹងទេឪពុកម្ដាយកូនឯងហ្នឹងដែលជឿព្រះនឹងគឺថ្ងៃដែលគ្រីស្មាស់នឹងឯង ចា តែបានទទួលនៅពេលគ្រីស្មាស់នឹងឯងណា ចា ចាម្លោះហើយបានម្ដាយនឹងរំលឹកពីរឿងនឹងដែរ ហើយអ្នកម្ដាយជឿព្រះយេស៊ូវបានមួយឆ្នាំហើយអ្នកម្ដាយ អូ អ្នកម្ដាយបានសួរអ្នកម្ដាយចា អូម្ដាយតាំងពីកូនឯងនៅមិនតាន់កើតម៉េះចាដល់ដឹងអីឡើងកូនឯងនឹងព្រះប្រទានពរមែនទេ ចាចា ម្ដាយនឹងលពុកបានបំផ្លាស់បំប្រែជីវិតរួចទៅហើយ ចា ចាឥឡូវនេះចេះ ចា គុណឯងជិតដល់ម៉ោងទៅឈើចហើយនេះឥឡូវប៉ាគុណឯងទេលេហ្វូនទៅប៉ាគុណឯងទៅមើល ខតបាសិន អាឡូ មើលអត់ដល់ខមកបាននឹងកូននឹងម៉ាក់ឃើញអ្នកខមកមុនបាត់ អញ្ចឹងណា ចា អត់ដល់អញ្ចឹងបាត់ដល់ម៉ោងហើយ អូនៅខំគាត់មកបាត់ឲ្យនងបានម្ដាយចា អញ្ចឹង ចា អូ ចា អញ្ចឹងប្រហែលជាគាត់ទៅផ្សាយតំណែងល្អបានហើយនេះ ចាចាលោកប៉ាណាលោកប៉ា អូលោកប៉ាទៅតែមកពីផ្សាយដំណឹងល្អរមុំមកដល់ផ្ទះនឹងកំពុងបើកទ្វារចូលមកណា ហេ មាន បាត់ មាន ដល់ កា ហើយ យ ដែរមាន ចាថ្ងៃនេះថ្ងៃបុណ្យគ្រីស្មាស់ចង់អញ្ជើញលោកប៉ាទាំងអស់គ្នាក្រុមគ្រួសារទៅព្រះវិហារលោកគ្រូលត់ចា អូអញ្ចឹង ចា ហើយចុះថ្ងៃនេះតែទៅកន្លែងនឹងមិនទៅផ្សាយតំណែងបានច្រើនទេ បាទទៅបានច្រើនបាទ អញ្ចឹងហ៎ ប៉ាម៉ាក់អ្នក លោក លោក អ ប៉ា ងនឹងប្រហែលជា20នាក់ដែរ ឃើញឃើញ ក្រៅ ក៏ ណាណា ឃើញឯងប៉ាខ្លួនឯងណា ចាចា ផ្សាយតំណែងមួយឆ្នាំមកបានពលឹងវិញ្ញាណថ្វាយព្រះច្រើនណាស់ណា ចាមកអ្នកច្រើនណា អញ្ចឹងល្អមែនទេអញ្ចឹងហើយបានព្រះអង្គប្រទានពរឲ្យគ្រួសារជើងណាល្អមែនទេ ចា យ៉ា វាយត្រីដែរ ហើយឥឡូវចេះមុននឹងយើងទៅឈើញហ្នឹងណាយើងមានស្អីដែរ យើងមានចម្រៀងមួយបទ មានចម្រៀងមួយបទណា អូខេ នឹងសាកហើយមុននឹងទៅ ចាមុននឹងទៅតតសាឲ្យដើម្បីចូលទៅថ្វាយ បាទ ព្រះណា ចា អូខេ ចា យើងនឹងសាកណា ចា ចំណងយើងពេល